តានេះជារបស់អ្វីបង្កងក្រហមឆាចង់សាកមួយចានទេបង្កងក្រហមមិនមែនបង្កងតាមប្រឡាយទេអីរបស់នេះហូបបានពួកយើងធ្លាប់តែយកវាឲ្យមន់ស៊ីសោះទាំងងខ្វក់ទាំងឆ្អាបនិងស្អុយទៀតកុំលោះឯងលួរបស់នេះដាច់ទេកុំលេងសើចកុំថាឡើយលោកសំបីតែឲ្យទេក៏គ្មានអ្នកយកដែរហាហាហាបងអញឆាអ្វីនឹងឈ្ងុយម្លេះសាក់មើលទៅមិនគិតលុយទេពិតជាហូបបានមែនទេសាក់មួយទៅដឹងហើយឆ្ងាញ់ណាស់ធ្វើម៉េចនឹងសុំមួយទៀតមកមិននឹងឆ្ងាញ់ទេនេះកុំប្រាប់ណាថាជាអ្នកស៊ីឈ្នួលមកសរសើរនោះខ្ញុំមិនបាច់ជួយអ្នកណាទេបងប្អូនអាចសាកម្នាក់មួយបានខ្ញុំមិនយកលុយទេនិយាយចឹងមែនតែបើហូបទៅឈឺពោះអញទទួលខុសត្រូវទេកុំបារម្ភខ្ញុំមិនរត់ទេបើឈឺខ្ញុំសងយ៉ាស់នេះពិតជាឆ្ងាញ់ខ្លាំងណាស់មួយចានប៉ុន្មានដែរសុំ2ចានមកបាទចាំបន្តិចមកម្ដងម្នាក់មកវិញហើយមែនទេបាទនេះជាលុយរកបានថ្ងៃនេះមែនទេបាទលក់បង្កងបានជាង$100ថ្ងៃនេះបង្កងចង្រៃនេះមានអ្នកទិញមែនមានតើមួយចាន$5មានអ្នកតម្រង់ជួលទិញច្រើនណាស់ឯងនិយាយការពិតមកតើលុយនេះបានមកពីណាឲ្យប្រកាសពុកខ្ញុំលក់បង្កងបានមែនតើពុកមិនជឿទេរបស់នឹងឲ្យមន់ស៊ីមិនទាំងចង់ផងអ្នកក្រុងគេហូបរបស់នឹងពុកមិនជឿថ្ងៃស្អែកទៅមើលជាមួយខ្ញុំនឹងដឹងហើយបានស្អែកពុកទៅជាមួយបើឯងហ៊ានកុហកចាំមើលពុកចាត់ការឯងទុកលុយសិនទៅពុកឯងរឹងរូសចឹងឯងស្អែកឲ្យគាត់ទៅមើលចុះណាឲ្យគាត់ឃើញពីរបៀបខ្ញុំរកលុយទឹកនេះត្រជាក់គ្រាន់បើមើលចុះតាយ៉ុងក៏ចុះចាប់បង្កងដែរឈួតមួយពូជហើយហាហាបង្កងចង្រៃនន់មិនទាំងស៊ីផងចាត់ទូដូចជាមួយទៀតពួកឯងសើចចំអកឆ្អែតឬនៅបង្កងនេះខ្ញុំយកទៅក្រុងឆាមួយចានលក់$5ចាំខ្ញុំរកលុយបានកុំច្រណែនឲ្យសោះច្រណែនបើបង្កងឯងលក់បានលុយខ្ញុំសរសេរឈ្មោះបញ្ច្រាស់លើកមុនពូលីនថាហ៊ានងូតទឹកបញ្ច្រាស់ជើងចាំមើលពួកឯងសម្ដែងទាំងអស់គ្នាឈ្មោះណាស់សុំមួយចានមកបាទ$5មួយចានឆ្អិនឥឡូវហើយយកមួយចានដែរម្សិលមិញខ្ញុំបានញ៉ាំហើយខំតាមមកទិញទៀត$5មួយចាន$5មួយចានធ្ងន់ណាស់ព្រះឲ្យលក់អស់រលីងតែម្ដងមួយថ្ងៃអាចរកលុយបានច្រើនយ៉ាងនេះពុកឥឡូវជឿខ្ញុំនៅនេះហើយជាឱកាសវាជាកម្លាំងញើសឈាមពិតថ្ងៃក្រោយអ្នកណាហ៊ានសើចចំអកឯងពុកមិនលើកលែងឲ្យទេថ្ងៃស្អែកយើងចាប់ឲ្យបានច្រើនជាងនេះហៅម៉ែឯងមកចាប់ជាមួយដែរបាត់ពុកប៉ុន្មានថ្ងៃនេះលក់មិនគ្រាន់ទេត្រូវចាប់ឲ្យបានច្រើននឹងហើយពួកយើងទាំង3នាក់ខំចាប់ដែរតែនៅតែមិនគ្រាន់បាទតែពឹងតែកម្លាំងយើងគឺមិនគ្រប់គ្រាន់ទេខ្ញុំចង់រកអ្នកភូមិឲ្យជួយចាប់កុំអីអ្នកភូមិសើចចំអកយើងគ្រប់គ្នាពួកគេព្រមជួយចាប់ឲ្យទេខ្ញុំឲ្យលុយពួកគេតើបើបានលុយប្រកាសជាមានអ្នកជួយមិនខានព្រឹកនេះពុកនឹងម៉ែឯងទៅចាប់មុនហើយពូជួយចាប់បង្កងខ្ញុំ1គីឡូខ្ញុំឲ្យ5កាក់កុំអីខ្ញុំរវល់ធ្វើការខ្លាចតែហត់ទេឯងសំបី5សេនក៏គ្មានឲ្យផងនៅផ្ទះទំនេរជួយចាប់បង្កងខ្ញុំទៅមួយថ្ងៃលោកបានច្រើនគូសំណាខ្ញុំថាខួរក្បាលឯងខូចអស់ហើយឯងមិនខ្មាស់គេទេអីគួរឲ្យខ្ពើមនឹងខ្មាស់គេណាស់យឺថាឯងដើរហើយគេឯងឲ្យចុះទឹកពេញភូមិឈួតខ្លួនឯងមិនគ្រប់គ្រាន់ទេចង់អូសទាញអ្នកភូមិឲ្យខ្មាស់គេជាមួយទៀតហាហាហាអាហ្វាឯងឈប់ធ្វើរឿងឈួតទៅគ្មានអ្នកណាទៅធ្វើរឿងចង្រៃនឹងជាមួយអញទេហាហាហាឯងមករកខ្ញុំធ្វើអីអាគូជួយចាប់បង្កងខ្ញុំ1គីឡូ5កាក់ឯងក៏ហកខ្ញុំទេដឹងឲ្យ$10មុនបើលើខ្វះចាំគិតគ្នាទៀតឯងឲ្យមែនធ្វើអត់ធ្វើមានលុយធ្វើទាំងអស់តោះទៅឥឡូវហ្នឹងទឹកនេះរៀងត្រជាក់មិនត្រជាក់ទេសាក់ចុះសិនទៅនឹងដឹងហើយអូយអានេះចេះគៀបទៀតចាប់ក្បាលវាទៅវាគៀបលេងបានហើយយីអាគូឯងក៏ក្រតក្រហល់ទៅតាមអាហ្វាឈួតដែរអាគូខ្ញុំចាប់បង្កងទៅក្បាលពួកឯងកុំខ្វល់រកលុយបានចាំឲ្យពួកគេឃើញទាំងអស់គ្នាបាទ23គីឡូជាងដកទម្ងន់កន្ត្រកចេញសល់20គីឡូគត់$10ដែលឯងពីព្រឹកលុយនឹងគឺទូទាត់គ្នាស្មើហើយមិនបាច់អាប់ទេឲ្យលុយពិតមែនមិនខ្លាចខាត់ទេអីកុំបារម្ភស្អែកមកទៀតអត់ប្រកាសជាមកថៅកែសុំបារីមួយកញ្ចប់យីអាគូថ្ងៃនេះមិនទិញបារីល្អម្លេះបារីនេះ$8មួយកញ្ចប់ណារឿងរបស់ខ្ញុំមានលុយទិញតើរដងខ្ជិលចង់ងាប់បានលុយពីណាថ្ងៃនេះជួយចាប់បង្កងអាហ្វារកបាន$10លុយខ្ញុំរកបានចង់ចាយមិនក៏បានកុំចេះដឹងគេឲ្យលុយមែនប្រាប់ហើយថាអាហ្វានិយាយពិតធ្វើពិតស្អែកខ្ញុំទៅទៀតកុំរារាំងវាងឡៅសានឯងទៅណាលេងវាមិនទាន់ចាប់ផងច្រណែនឆឹងហ្វាមែនទេមានរឿងអីមើលទៅដូចខឹងខ្លាំងម្លេះអាគូជាមនុស្សខ្ជិលសោះទៅចាប់បង្កងជាមួយឆឹងហ្វាមួយថ្ងៃរកបាន$10$10ពិតឬក៏ហត់ហ្នឹងគេយកលុយមកទិញអីវ៉ាន់ហើយតើទិញបាយល្អជុកទៀតចុះបើឯងទៅសាក់មើលដែរទៅឲ្យថៅកែវាងដូចខ្ញុំទៅធ្វើរឿងគួរឲ្យខ្មាស់គេហ្នឹងខ្មាស់អីសំខាន់ឲ្យតែបានលុយពិតប្រាកដអីនោះមិនមែនវាងឡៅសានទេអីខ្ញុំក្រោកព្រលឹមដើរលេងតើខោឯងរំត្រឹមជង្គង់តែកាន់បង្កងទៀតនេះហៅថាដើរលេងខ្ញុំចាប់បង្កងយ៉ាងម៉េចទន្លេជារបស់រួមឯងចាប់បានខ្ញុំចាប់មិនបានចាប់ហើយលក់ឲ្យខ្ញុំមក1គីឡូ5កាក់ដូចអាគូដែរវាងឡៅសានឯងមិនថារឿងនេះជារឿងគួរឲ្យខ្មាស់គេទេអីកុំមកអីក្នុងកន្ត្រកមានប៉ុន្មានខ្ញុំទិញទាំងអស់បន្តិចទៀតយកទៅផ្ទះខ្ញុំទៅកុំប្រាប់អ្នកផ្សេងឲ្យសោះ
ម្សិលមិញគាត់នៅជាយើងសោះថ្ងៃនេះចុះទឹកខ្លួនឯងបាត់មុខប្រែក្រឡាស់លឿនជាងត្រឡប់សៀវភៅទៅទៀតកុំខ្វល់ពីគាត់អីឲ្យតែមានអ្នកព្រមចាប់ទៅបានហើយឈឹងហ្វាមិនទាន់ចេញមកទេកុំប្រញាប់ឬថាគេឲ្យលុយមែនតើវ៉ាងឡាវសានម្សិលមិញរកបានប៉ុន្មានដុល្លារដែរតម្រង់ជួមមកម្ដងម្នាក់ខ្ញុំយកទាំងអស់1គីឡូ5កាក់6គីឡូជាងបាន$3មួយកាក់ឈឹងហ្វាខ្ញុំមាន8គីឡូ$4អ្នកបន្ទាប់មកឈឹងហ្វាថ្លឹងឲ្យខ្ញុំមកវ៉ាងឡាវសានឯងថាមិនមកទេអីបិទមាត់ទៅសួស្ដីខ្ញុំជាមន្ត្រីភូមិទៅមកថ្មីខ្ញុំឈ្មោះលៀងសៀវហឺសួស្ដីទាំងនេះឯងប្រមូលទិញទាំងអស់មែនទេបាទឯងទិញច្រើនម្លេះធ្វើអីយកទៅលក់នៅទីប្រជុំជនលក់របស់នេះខ្ញុំចាំថាអ្នកភូមិធ្លាប់តែវាបំបែកឲ្យមន់ស៊ីឆ្អាបណាស់ឆ្ងាញ់ដែរអីចុះបើឯងទៅមើលជាមួយខ្ញុំទៅបានខ្ញុំកំពុងទំនេរល្មមខ្ញុំទៅជាមួយឯងចាត់ទុកជាការស្វែងយល់ពីជីវភាពអ្នកភូមិលក់នៅទីនេះមនុស្សដូចជាមិនសូវច្រើនទេមានអ្នកទិញដែរចាំខ្ញុំឆាប់បង្កងនេះសិនពេលក្លិនឈ្ងុយសាយភីចេញទៅថៅកែខ្ញុំយក2ចានព្រះឲ្យនេះមានអ្នកមកទិញច្រើនម្លេះបាត់ពេលនេះជឿហើយឬនៅនេះជារបស់វិញខ្ញុំទិញតែបង្កងទេមិនមែនទិញភក់នឹងខ្យងទេចង់លក់ត្រូវលាងបង្កងឲ្យស្អាតកុំលីរបស់ផ្សេងចូលមិនមែនតាំងចិត្តទេចាំបាច់ថាឲ្យយ៉ាងនេះអញបាញ់ចែកបង្កងនឹងខ្យងមិនដែរទេអីអញនេះច្បាស់ជាតាំងចិត្តលីបញ្ឆោតហើយខ្ញុំនិយាយឲ្យច្បាស់ទៅចុះអ្នកណាហ៊ានលីភក់នឹងខ្យងក្នុងបង្កងទៀតខ្ញុំជប់ទិញទាំងអស់យកទៅវិញខ្លួនឯងទៅកុំយកមកឲ្យខ្ញុំឥឡូវគេរកលុយបាននិយាយឡើងសំឡេងធំមិនបាច់ទៅចាប់ក៏បានតើពីមុនពួកឯងធ្លាប់សើចចំអកខ្ញុំតើថាខ្ញុំជាមនុស្សឈួតថាបង្កងចង្រៃនឹងឲ្យមន់ស៊ីមិនទាំងចង់ផងឥឡូវខ្ញុំទិញឲ្យពួកឯងបែរជាលីរបស់បន្លំមានន័យថាម៉េចគិតថាខ្ញុំមានរបៀបធ្វើបង្កងឲ្យស្អាតសិនចាំយកមកអ្នកបន្ទាប់យីអាហ្វារកស៊ីកាក់កប់ណាស់អាឡុងឯងមកធ្វើអីឈឹងហ្វាឲ្យបង្កងជារបស់រួមក្នុងភូមិអញរកលុយបានគួរតែបង់ចូលភូមិខ្លះទៅបង់ចូលភូមិខ្ញុំរកលុយដោយសមត្ថភាពមិនត្រូវបង់ឲ្យឯងអាហ្វាបង្កងចាប់នៅក្នុងភូមិយើងគឺជារបស់ភូមិអញយករបស់ភូមិមករកលុយមិនគួរបង់ខ្លះទេអីចុះឯងទៅចាប់ដែរទៅខ្ញុំមិនបានខាត់ឯងទេកុំឲ្យមុខមិនយកមុខហើយសោះកុំឲ្យមុខមិនយកមុខហើយសោះមិនក៏ខ្ញុំមិនដឹងថារបស់នេះជារបស់រួមនោះឯងមានលិខិតបញ្ជាក់ទេនេះជារឿងរបស់ភូមិរឿងរបស់ភូមិក៏ត្រូវតែមានហេតុផលដែរបើឯងគ្មានឯកសារទេកុំមករករឿងនៅទីនេះកុំគិតថាខ្លួនឯងជាមេភូមិអាចធ្វើអ្វីផ្ដេសផ្ដាសបានឈឹងហ្វានាំអ្នកភូមិចាប់បង្កងអ្នកភូមិសុទ្ធតែមានចំណូលនេះគឺជារឿងត្រឹមត្រូវបំផុតហើយយីហៅធ្វើខ្លួនដូចជាអ្នកធំម្លេះបើឯងមិនសុខចិត្តច្រណែនឯងអាចទៅចាប់បង្កងបានតើគ្មានអ្នកណាខាត់ឯងទេបានចាំមើលទៅមិនអីទេបន្តថ្លឹងទៀតទៅវាធ្វើបានចុះហេតុអីខ្ញុំធ្វើមិនបានស្អែកឯងទៅប្រាប់អ្នកភូមិខ្ញុំក៏ទិញដែរ1គីឡូ5មួយកាក់ច្រើនជាងឈឹងហ្វាមួយកាក់ចឹងអ្នកភូមិប្រកាសជារត់មករកយើងទាំងអស់ហើយហឹមខ្ញុំចង់ដណ្ដើមមួយវាទាំងអស់ចាំមើលវាស្លាប់យ៉ាងម៉េចស្ដាប់ឲ្យច្បាស់ណាចាប់ពីថ្ងៃនេះខ្ញុំក៏ទិញបង្កងដែរ1គីឡូ5មួយកាក់បងយ៉ាងឯងថា5មួយកាក់មែនទេ5មួយកាក់ឲ្យលុយភ្លាមល្អខ្ញុំលក់ឲ្យបងទាំងអស់មានអ្នកចង់លក់ទៀតអត់បើគ្មានទេហីទៅគេឲ្យដល់ទៅ5មួយកាក់អញឲ្យតែ5កាក់ឈួតហើយទៅលក់ឲ្យឯងបងឡងខ្ញុំក៏លក់ឲ្យបងដែរខ្ញុំដែរឈឹងហ្វារកស៊ីមិនងាយស្រួលទេត្រូវអត់ហាបានអញទិញរបស់អញចុះ